សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យសាលាឧទ្ធរភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាថ្មីនេះមានក្រុម Telegram Group បានក្លែងឯកសារនិងក្លែងបន្លំឆបោកតាមអនឡាញដែលមានឈ្មោះថាកំណើនហិរញ្ញវត្ថុ Overseas Cambodian Investment PLC ដែលប្រើប្រាស់រូបភាពរបស់ឯកឧត្តមសេងស៊ីវុធាប្រធានសាលាឧទ្ធរភ្នំពេញនិងឯកឧត្តមអុកសវុតអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរភ្នំពេញរួមទាំងថ្នាក់ដឹកនាំផ្សេងទៀតនៃសាលាឧទ្ធរភ្នំពេញនិងមហាអัยការអមសាលាឧទ្ធរភ្នំពេញដោយបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគខុសច្បាប់ទៅនឹងក្រុម Telegram Group ដើម្បីបំភាន់អូសទាញនិងឆបោកសាធារណជនឲ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ដែលអាចនាំឲ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋអ្នកនាំពាក្យសាលាឧទ្ធរភ្នំពេញសូមប្រកាសថាសកម្មភាពដែលកំពុងធ្វើឡើងដោយក្រុម Telegram ខាងលើនេះមិនមានការពាក់ព័ន្ធជាមួយឯកឧត្តមសេងស៊ីវុធាប្រធានសាលាឧទ្ធរភ្នំពេញនិងឯកឧត្តមអុកសវុតអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរភ្នំពេញរួមទាំងថ្នាក់ដឹកនាំផ្សេងទៀតនៃសាលាឧទ្ធរភ្នំពេញនិងមហាអัยការអមសាលាឧទ្ធរភ្នំពេញនោះទេទន្ទឹមនេះប្រសិនបើមានគណនី Telegram ឬក្រុម Telegram ផ្សេងទៀតណាដែលប្រើប្រាស់រូបថតឬឈ្មោះឯកឧត្តមសេងស៊ីវុធាប្រធានសាលាឧទ្ធរភ្នំពេញនិងឯកឧត្តមអុកសវុតអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរភ្នំពេញហើយធ្វើសកម្មភាពបែបនេះក៏ពុំមែនជាគណនីរបស់ឯកឧត្តមសេងស៊ីវុធាប្រធានសាលាឧទ្ធរភ្នំពេញនិងឯកឧត្តមអុកសវុតអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរភ្នំពេញនោះទេអ្នកនាំពាក្យសាលាឧទ្ធរភ្នំពេញសូមអំពាវនាវដល់ក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចសូមធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះករណីបែបនេះនិងសូមអំពាវនាវដល់សាធារណជនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះកលល្បិចបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយករណីខាងលើនេះដើម្បីជៀសវាងកុំឲ្យចាញ់បោកធ្វើឲ្យខាតបង់នៅទ្រព្យធនជាយថាហេតុអាស្រ័យដោយបានជម្រាបជូនខាងលើនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានសូមអរគុណ